Breaking News កម្ពុជាថៃអនុម័តនឹងចុះហត្ថលេខាបដិញ្ញាចិត្តអនុវត្តនៅបទច្បាប់ឲ្យបានពេញលេញលោកស្រីឧត្តមសេនីយ៍ឯកម៉ាលីសុជីតាអ្នកនាំពាក្យក្រសួងការពារជាតិបានបង្ហាញអំពីលទ្ធផលនៃកិច្ចប្រជុំពិសេសលើកទី3របស់គណៈកម្មាធិការព្រំដែនទូទៅរបស់កម្ពុជាថៃដែលគេហៅកាត់ថា GBC ដែលបានប្រព្រឹត្តទៅនាព្រឹកនេះហើយបានបញ្ចប់នៅវេលាម៉ោង 11:20 នាទីនៅច្រកអន្តរជាតិព្រំផាកាតខេត្តប៉ៃលិនប្រទេសកម្ពុជាទល់នឹងខេត្តចន្ទបុរីប្រទេសថៃក្រុមការសង្កេតការពីក្រុមអ្នកសង្កេតការអាស៊ាន AOT ប្រចាំកម្ពុជានិងថៃដែលដឹកនាំដោយឯកឧត្តមនាយឧត្តមសេនីយ៍ទាស៊ីហាឧបនាយករដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជានិងឯកឧត្តមណាត់ផាផុនណាក់ផានីនរដ្ឋមន្ត្រីក្រសួងការពារជាតិថៃលោកស្រីបញ្ជាក់ថាកិច្ចប្រជុំពិសេសលើកទី3របស់គណៈកម្មាធិការព្រំដែនទូទៅកម្ពុជាថៃដែលគេហៅកាត់ថា GBC បានអនុម័តនឹងចុះហត្ថលេខាខាងលើសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី3នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជាថៃដែលគេហៅកាត់ថា GBC រវាងកម្ពុជានិងថៃហើយបានបញ្ជាក់អំពីការបដិញ្ញាចិត្តយ៉ាងម៉ឺងម៉ាត់នៅក្នុងការអនុវត្តនៅបទច្បាប់នេះឲ្យបានពេញលេញនិងស្វែងរកនឹងសន្តិភាពស្ថិរភាពនិងសុវត្ថិភាពជូនប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដោយព្រំដែនកម្ពុជាថៃ